ត្រីសាបាក់យើងយកមកខបែបនឹងជាមួយនឹងប៉េងប៉ោះនិយាយពីឆ្ងាញ់អើយឆ្ងាញ់បងប្អូនជូរអែមហ្មងយើងយកត្រីសាបាក់1គីឡូកាត់វាជាកង់ធំល្មមហើយប្រឡាក់ជាមួយនឹងអំបិល1ស្លាបព្រាកាហ្វេម្សៅស៊ុបមាន់1ស្លាបព្រាកាហ្វេនិងម្រេចបន្តិចបន្តួចតាមចំណូលចិត្តហើយខ្ទឹមសនិងខ្ទឹមក្រហម1ស្លាបព្រាបាយហើយទុកវាម្លាយសិនហើយប៉េងប៉ោះខ្ញុំប្រើ1គីឡូកន្លះតែខ្ញុំបានដក2ផ្លែយកមកហាន់តូចៗចំណែកឯប៉េងប៉ោះដែលនៅសល់យើងហាន់វាធំពុះ1ជា2ក៏បាន1ជា4ក៏បានដែររួចហើយចាំយើងយកប៉េងប៉ោះហ្នឹងទៅរៀបចូលក្នុងឆ្នាំងត្រីរបស់យើងសម្រាប់ទឹកខយើងដាំឆ្នាំងមួយឲ្យក្តៅហើយដាក់ស្ករត្នោត2ស្លាបព្រាបាយកូរឲ្យឡើងឈ្ងុយនិងឡើងពណ៌ក្រហមស្អាតបន្ទាប់មកចាំដាក់ប្រេងឆាចូល3ស្លាបព្រាបាយហើយខ្ទឹមសនិងខ្ទឹមក្រហមលីងវាឡើងឈ្ងុយរួចហើយយើងត្រូវដាក់ទឹកត្រី5ស្លាបព្រាបាយទឹកប្រេងខ្យង1ស្លាបព្រាបាយទឹកប៉េងប៉ោះ8ស្លាបព្រាបាយម្រេចតាមចំណង់ចំណូលចិត្តហើយម្ទេសម៉ដ្ឋក៏តាមចំណង់ចំណូលចិត្តដែរហើយដាក់ម្សៅស៊ុបមាន់1ស្លាបព្រាបាយអំបិលកន្លះស្លាបព្រាកាហ្វេនិងប៉េងប៉ោះ2ផ្លែដែលយើងបានហាន់តូចៗហើយឆាគ្រឿងនឹងឲ្យឡើងស្អិតល្អបន្ទាប់មកចាំដាក់ទឹកចូលកន្លះលីត្រហើយដាំឲ្យវាពុះពេលដែលវាពុះហើយយើងយកទឹកហ្នឹងទៅចាក់ចូលក្នុងឆ្នាំងត្រីសាបាក់របស់យើងបងប្អូនហើយបើកភ្លើងហឹមរម្ងាស់ត្រីប្រហែលជា40នាទីទៅ1ម៉ោង